ប្រសិនបើយើងដាក់ផ្លាស្ទិកនេះចូលទៅក្នុងសមុទ្រយើងអាចបំផ្លាញទឹកសមុទ្រទៅជាទឹកសាបបានហើយវាមិនគួរឲ្យជឿទេយើងទាំងអស់គ្នាដឹងថាមានអំបិលច្រើននៅក្នុងសមុទ្រអ្នកមិនអាចផឹកទឹកសមុទ្របានទេផ្លាស្ទិកដែលមើលទៅដូចជាពីរ៉ាមីតគឺជាឧបករណ៍វេទមន្តសម្រាប់បំផ្លាញទឹកសមុទ្រទៅជាទឹកសាបឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យដែលអាចបំពងបាននៅពេលដែលអ្នកត្រូវប្រើវាអ្នកគ្រាន់តែត្រូវបំពងថង់នោះរួចបោះវាទៅក្នុងសមុទ្របន្ទាប់មកប្រើខ្សែក្រវ៉ាត់ផ្លាស្ទិកតូចមួយដើម្បីវាស់ទឹកសមុទ្រហើយចាក់ចូលទៅក្នុងអាងនៅខាងក្នុងជ័របំពង់ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យរយៈពេលវែងនឹងធ្វើឲ្យកម្រិតទឹកសមុទ្រហួតចេញបង្កើតជាចំហាយទឹកដ៏ច្រើនប្រមូលផ្ដុំទៅជាដំណក់ទឹកតូចរាប់មិនអស់ដែលចុងក្រោយនឹងហូរចូលទៅក្នុងថង់ទឹកនៅខាងក្រោមទោះបីជាវត្ថុនេះមានរចនាសម្ព័ន្ធសាមញ្ញក៏ដោយក៏ថង់មួយអាចប្រមូលទឹកបានប្រហែល 1000 មីលីលីត្រក្នុងមួយថ្ងៃដែលស្មើនឹងបរិមាណទឹកពីរដបដែលយើងតែងតែផឹកប្រសិនបើអ្នកដាច់ទឹកនៅសមុទ្រប៉ុន្តែមិនមានថង់នេះទេអ្នកក៏អាចប្រើដបកែវពីរបំពេញដបកែវមួយជាមួយនឹងបរិមាណសមស្របនៃទឹកសមុទ្ររួចដាក់មាត់ដបបែរមុខគ្នាប្រើភ្លើងដើម្បីដុតដបកែវដែលពោពេញទៅដោយទឹកសមុទ្រនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ចំហាយទឹកនឹងអណ្តែតចូលទៅក្នុងដបដែលគ្មានទឹកវាក៏អាចជួយអ្នកដោះស្រាយបញ្ហាក្នុងស្ថានភាពអាសន្នផងដែរ